គេថាចាយចេះគិតបើមិនចេះគិតទេចាយទៀតទៅឲ្យតែមានលុយចាយអើយមនុស្សមួយចំនួនតែងតែគិតតែខ្លួនឯងនឹងខ្លាំងអស្ចារ្យធ្វើអីគឺកើតទាំងអស់មិនដែលចេះឈឺមិនដែលចេះខ្លួនឯងមានសមត្ថភាពដល់ពេលទៅធ្លាក់ខ្លួនក្តុកមិនដឹងខ្លួនថាតាណៅទេថោអញក៏ចេះឈឺដែរដល់ពេលឈឺអញ្ចឹងគឺតែរៀងអត់រៀងតិចដែរហ្នឹងមិនស្រួលណាអូវាវេទនាតែឈឺហើយគឺវេទនាហើយវេទនាវេទណោនឹងឯងហើយខ្ញុំនិយាយបងប្អូននេះថ្ងៃនេះគឺបានសម្លកកោទៀតហើយបន្លែបេះបោជុំវិញផ្ទះមានអីទេបងប្អូនបន្លែនឹងគឺមានតែលហុងកាលហុងត្រប់អីហ្នឹងឯងហើយក៏នេះខ្ញុំមានលពៅហ្នឹងគឺទិញគេទេព្រោះដោយសារដាំលើកនេះដាំលើកនោះហើយបងប្អូនអើយសំបីតែត្រប់វិញនោះក៏ទិញគេដែរបងប្អូនឯងដុសយឺតពេកដុសម្ដងមួយម្ដងពីរអញ្ចឹងមានតែទិញគេទេដែលលឿនហ្នឹងហើយសម្លកកូននេះគឺបងប្អូននឹងហើយគឺប្រើពេលវេលាដល់ហើយស្លមួយឆ្នាំងហ្នឹងពីព្រឹកដល់ថ្ងៃត្រង់ហ្មងសឹងថាម៉ោងបាយលេងឃ្លានបាយហ្មងព្រោះវាហត់បងប្អូនប្រើពេលយូរពេកប៉ុន្តែពេលដែលហត់ហើយគឺថាសុំចិត្តហ្មងបងប្អូនបន្លែធម្មជាតិឆ្ងាញ់ណាហើយសម្លលើកនេះគឺនេះខ្ញុំដាក់ខ្ទិះដូងមកកំប៉ុងបង្កើនរសជាតិនិយាយថាជាតិស្លាប់ឆ្ងាញ់មែនបងប្អូនហើយមួយឆ្នាំងនេះហូបតែ2នាក់ទេមិនដឹងអាម៉េចអាម៉ាទេងាយហូបអស់អត់ទេនិយាយថាស្លនេះថាមិនលោភទេដល់ពេលយើងដាក់បន្លែអានេះបន្តិចអានោះបន្តិចទៅមួយឆ្នាំងបឹបឥឡូវហូបបាយតែម្នាក់បន្តិចទេគឺស្លនឹងបឹបមួយឆ្នាំងហ្មងសម្លនេះគឺស្លថ្ងៃមិញទេបងប្អូនអើយហើយវីដេអូទៅកាត់តផុសល្ងាចនឹងឯងចាអរគុណច្រើនបងប្អូនដល់គ្នាដែលជួយរកចិត្ត like comment វីដេអូនេះខ្ញុំជូនពរបងប្អូនសុខសប្បាយរកស៊ីមានបានហេងទាំងអស់គ្នា